ណៈពេលដែលព្រះយេស៊ូវបានចាប់ផ្ដើមដំណើររបស់ទ្រង់ទៅកាន់ក្រុងយេរូសាឡិមទ្រង់បានបង្រៀនអំពីលំនាំសេចក្តីអធិដ្ឋាននៃព្រះអង្គម្ចាស់ព្រមទាំងអាកប្បកិរិយានិងមូលហេតុចំពោះការអធិដ្ឋានផងដែរហើយនៅក្នុងអត្ថបទថ្ងៃនេះនៅពេលដែលទ្រង់បញ្ចប់ដំណើររបស់ទ្រង់បានមានបន្ទូលអំពីការអធិដ្ឋានម្ដងទៀតព្រះយេស៊ូវបានបង្រៀនអំពីការអធិដ្ឋានតាមរយៈការរំលឹកឡើងវិញទោះជាយ៉ាងណាក៏ដោយហាក់ដូចជាមានមនុស្សជាច្រើនក្នុងចំណោមអ្នកដែលអធិដ្ឋានមានចិត្តធ្លាក់ទឹកចិត្តហើយបានឈប់អធិដ្ឋានដោយសារមូលហេតុផ្សេងៗហេតុដូច្នេះហើយបានជាព្រះយេស៊ូវមានបន្ទូលថាយើងគួរតែអធិដ្ឋានជានិច្ចហើយកុំបោះបង់ចោលឡើយមានទីក្រុងមួយខុសប្លែកពីតំបន់ជនបទដែលគ្រប់គ្នាស្គាល់គ្នាទៅវិញទៅមកច្បាស់រហូតដល់ដឹងថាមានអាហារអ្វីខ្លះនៅក្នុងផ្ទះនីមួយៗនោះនៅទីក្រុងនេះហាក់ដូចជារស់នៅដោយមិនខ្វល់ខ្វាយពីគ្នាទៅវិញទៅមកឡើយសូម្បីតែមិនស្គាល់គ្នាផងអ្នកដែលមានអំណាចនិងសមត្ថភាពបានជឿជាក់លើទ្រព្យសម្បត្តិនិងអំណាចរបស់ពួកគេហើយរស់នៅដោយដែលពួកគេពេញចិត្តនៅក្នុងទីក្រុងនោះអ្នកដែលគ្មានអំណាចត្រូវបានគេធ្វើទុកបុកម្នេញហើយភាពអយុត្តិធម៌មាននៅគ្រប់ទីកន្លែងហើយគ្មាននរណាម្នាក់ការពារពួកគេឡើយថ្ងៃមួយមានស្ត្រីមេម៉ាយម្នាក់ដែលគ្មានទីពឹងនិងគួរឲ្យអាណិតបានមកជួបចៅក្រមហើយសូមឲ្យជួយរកយុត្តិធម៌ឲ្យនាងទោះបីជានាងត្រូវបានគេធ្វើបាបក៏ដោយអ្វីដែលនាងអាចធ្វើបានគឺមានតែការទៅរកចៅក្រមប៉ុណ្ណោះប៉ុន្តែចៅក្រមរូបនេះគឺជាមនុស្សដែលមិនកោតខ្លាចព្រះហើយក៏មិនខ្វល់ខ្វាយពីមនុស្សលោកដែរជាធម្មតាគាត់បានបដិសេធការស្នើសុំរបស់នាងប៉ុន្តែស្ត្រីរូបនោះបានមកជួបចៅក្រមម្ដងទៀតថ្ងៃបន្ទាប់ហើយថ្ងៃបន្ទាប់ទៀតនាងបានមកដោយចិត្តខ្នះខ្នែងបំផុតបន្ទាប់ពីការខិតខំប្រឹងប្រែងដដែលរបស់ស្ត្រីនោះទីបំផុតចៅក្រមក៏បានយល់ព្រមគាត់បាននិយាយថាទោះបើអញមិនខ្លាចដល់ព្រះឬព្រមញញើតចំពោះមនុស្សណាក៏ដោយគង់តែអញនឹងជំនុំជម្រះឲ្យស្ត្រីមេម៉ាយនេះជាមិនខានដោយព្រោះនាងបាននាំឲ្យរំខានចិត្តអញខ្លាំងណាស់ពាក្យថារំខានមានន័យថាការវាយចំកន្លែងដដែលទៅលើចំណុចខ្សោយនៅក្រោមភ្នែករបស់នរណាម្នាក់ការទទូចសុំដដែលរបស់ស្ត្រីរូបនោះបានធ្វើឲ្យសូម្បីតែចៅក្រមដែលកាចឆ្លើយក៏ព្រមផ្លាស់ប្ដូរចិត្តដែរព្រះយេស៊ូវមានបន្ទូលថាបើសូម្បីតែចៅក្រមអយុត្តិធម៌ម្នាក់ក៏ព្រមធ្វើតាមសំណើរបស់ស្ត្រីដែលមករំខានគាត់ទៅហើយចោះទម្រាំតែព្រះជាម្ចាស់វិញតើទ្រង់មិនរកយុត្តិធម៌ឲ្យអស់អ្នកដែលអធិដ្ឋានទូលទ្រង់ជានិច្ចជាងអញ្ចឹងទៅទៀតឬហេតុដូច្នេះហើយទ្រង់បានដាស់តឿនពួកគេឲ្យអធិដ្ឋានជានិច្ចជាចុងក្រោយទ្រង់បានសួរនៅសំណួរមួយថាកាលណាកូនមនុស្សនឹងមកតើនឹងឃើញនៅមានសេចក្តីជំនឿនៅផែនដីដែរឬដូចម្ដេចអ្នកដែលអធិដ្ឋានគួរតែពិចារណាលើសំណួរចុងក្រោយនេះហើយខិតខំស្វែងរកចម្លើយឲ្យបានខ្ញុំសង្ឃឹមថាយើងអាចក្លាយជាអ្នកដែលអាចផ្ដល់ចម្លើយដោយទំនុកចិត្តថានេះគឺជាអ្នកដែលតែងតែអធិដ្ឋាននិងរស់នៅក្នុងជីវិតដោយមិនចេះបោះបង់ចោលឡើយ